គ្នាខ្ញុំធ្វើវីដេអូហ្នឹងដើម្បីបង្កើតមានន័យថាប្រាប់ពីរបៀបបង្កើត Gmail ទាំងអស់គ្នាចូលក្នុង Google Chrome ឬក៏ Firefox ក៏បានហើយយកពី Open បន្ទាប់មកវាយពាក្យថា Google sorry not Google gmail.com ឬក៏ Gmail login អូខេ gmail.com តើមកទាំងអស់គ្នាយកពាក្យ Google login ឬក៏ sign in Gmail បែបដោយសារខ្ញុំគួរតែយកពាក្យមួយទៀតបានវាត្រូវដោយសារនេះវាជាប់ account ចាស់ sorry សូមចាំផ្លែតឥឡូវខ្ញុំយកពាក្យថា create ទាំងអស់គ្នាគួរតែយកពាក្យថា create Gmail account ណាអូខេបញ្ជាក់ម្ដងទៀតណា create Gmail account ឥឡូវខ្ញុំយកពាក្យ create Gmail account អត់ទៅចឹងអូខេហើយយើងនឹងឃើញផ្ទាំងបែបនេះអូខេយកពាក្យ create account អូខេដល់វគ្គចំណុចមួយទៀតហើយនៅពេលដែលឃើញផ្ទាំងបែបនេះទាំងអស់គ្នាយើងត្រូវបំពេញនៅព័ត៌មានព្យាយាមធ្វើវាមួយអូខេភាសាអ៊ីនធឺណិតវា error វាដើរយឺតអូខេតោះ go create Google account អញ្ចឹងក្នុងករណីនេះបែបនេះក្នុងករណីនេះ oh no ញ៉ៃមែនគេមិនខ្វល់វាហ្នឹងឯងយើងពេញឯវិញអូបែបកុំឲ្យសាំញ៉ាំពេកអូខេតោះ first name គឺជាឈ្មោះរបស់យើង last name តកូលរបស់ពួកយើង username យើងចាប់ផ្ដើមកំណត់ខ្ញុំចង់ដាក់សុកណៃផាន់សុកណៃអូខេសេចចិត្តទេនេះសម្រាប់ខ្ញុំដាក់បែបនេះមកទាំងអស់គ្នាត្រូវដាក់ password ហើយ password ហ្នឹងពេលដែលដាក់សូមមានសភៅនិងប៊ិចកត់ត្រាទុកដើម្បីយើងអាចคลิกអូខេហើយធ្វើម៉េច password ហ្នឹងត្រូវមានទាំងអស់8ខ្ទង់រួមទាំងអក្សរឧទាហរណ៍ហើយព្យាយាមកុំឲ្យគេស្គាល់ password របស់ពួកយើងអូខេហើយយើងវាយ password នឹងដដែលឧទាហរណ៍ទាំងអស់គ្នាដាក់នៅចន្លោះនេះមានលេខ3 4អញ្ចឹងកន្លែងនេះក៏3 4ដែរណាយើងវាយលេខនឹងដដែលឡើងវិញនេះគ្រាន់តែជាការឧទាហរណ៍របស់ខ្ញុំទេពេលបន្ទាប់មកយើងយកពាក្យ next មានថាយើងបន្តទៅវគ្គបន្ទាប់ណាអូខេខុសសូមវាយម្ដងទៀតហើយអ្វីខុសដូចអ្វីអូខេខ្ញុំមកចង់វាយម្ដងទៀតខុសខ្ញុំធ្វើបែបនេះតែម្ដង let's go next ហើយយើងក៏អាចដូរ password ក្នុងពេលក្រោយបានទៀតដែរអូខេ
តោះដល់វគ្គទាំងអស់គ្នាត្រូវដាក់លេខទូរស័ព្ទរបស់ពួកយើងឬក៏បើយើងអត់មានទេដាក់លេខម៉ាក់ប៉ាហើយកន្លែងនេះគឺជាកន្លែង select សម្រាប់ប្រទេសឧទាហរណ៍ទាំងអស់គ្នាមកពីជប៉ុនឬក៏នៅជប៉ុនអញ្ចឹងយើង select លើលេខហ្នឹងទៅណាតែឥឡូវយើងនៅកម្ពុជាយើង select លើ Cambodia ព្រោះអីគេត្រូវការលេខកូដកម្ពុជាយើងគឺបូក855 Cambodia hurry up no oh my goodness okay Cambodia ហើយ Cambodia I am Cambodia យើងចាប់ផ្ដើមវាយលេខទូរស័ព្ទយើងចូល no ព្រោះអី Google នឹងផ្ញើលេខកូដមួយហ្នឹងមកឲ្យយើងអញ្ចឹងយើងត្រូវដាក់លេខទូរស័ព្ទរបស់យើងក៏អ្នកផ្ទះយើង Cambodia ទេ I am Cambodia អូខេហើយយើងយកពាក្យ next បន្ទាប់មួយច្បាស់បើច្បាស់មើលវាឡើងវិញអូខេតោះខ្ញុំទទួលបានសារហើយអញ្ចឹងយើងវាយលេខកូដនឹងចុះទៅ3 29 95 គេហើយយើងបើសិនជាយើងដាក់លេខទូរស័ព្ទយើងហើយប៉ុន្តែអត់ទាន់ឃើញមានណាគេផ្ញើសារចូលទេយើងយកពាក្យ call instead មានន័យថាគេនឹងតែបលេខយើងហើយយើងចាំតែវាយលេខហ្នឹងចូលទៅណាអូខេឥឡូវខ្ញុំចុចយកពាក្យ verify hurry up អូខេបានសម្រេចហើយអញ្ចឹងគេមាន option កន្លែងនេះខ្ញុំដាក់អានេះជាម៉ាចាស់របស់ខ្ញុំក្នុងករណីដែលយើងបាត់យើងអាចតាក់ទងទៅ Gmail ចាស់អូខេឥឡូវដល់វគ្គដាក់ថ្ងៃខែឆ្នាំកំណើតអូខេហើយ gender មានភេទ I'm a girl អញ្ចឹងខ្ញុំយកពាក្យ female ហើយយើង scroll ចុះក្រោមចុចពាក្យ next បន្ទាប់ជំនួសវាខុសអីយើងអានតាមនឹងទៀតទៅតោះដល់វគ្គនេះទាំងអស់គ្នាអាចចុចលើពាក្យ learn more មានន័យថាយើងចង់អានព័ត៌មានពីការធ្វើដំណើរការរបស់ Gmail ទេអញ្ចឹងខ្ញុំធ្លាប់អានហើយអញ្ចឹងខ្ញុំយកពាក្យថា yes I'm in ហើយវាមានព័ត៌មានបន្ថែមទៀតដែលយើងត្រូវតែអានដោយសារខ្ញុំបានអានហើយអូខេ so មានន័យថាខ្ញុំត្រូវយកពាក្យ I agree អូខេឥឡូវមានន័យថាខ្ញុំបានសម្រេចតែចាំផ្លែទាំងអស់គ្នាអូខេខ្ញុំបានសម្រេចក្នុងការបង្កើត Gmail របស់ខ្ញុំហើយអូខេអរគុណសម្រាប់ការមើលវីដេអូហ្នឹងអូខេហើយវាបញ្ចប់ត្រឹមហ្នឹងទេក្នុងការបង្កើត Gmail account ប៉ុន្តែចង់បញ្ជាក់ទាំងអស់គ្នាថានៅពេលដែលទាំងអស់គ្នាបង្កើតបានទាំងអស់គ្នាអាច upload photo របស់យើងរូបរបស់យើងដាក់ចូលបានណាអូខេ